សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកមើលកូនសិស្សមួយរូបដែលគាត់ទៅចូលរៀនបាន3ម៉ោងទេហើយកូនសិស្សគឺខូចមែនតែនត្មងហើយឃើញសាច់កណាណាន់សក់វែងអញ្ចឹងកុំថាកូនស្រីណាគឺជាកូនប្រុសទេអញ្ចឹងបើគាត់ដោះអាវរៀននៅក្នុងអាងទឹករបស់យើងជាមួយនឹងលោកគ្រូផុសហើយ baby នៅខូចនៅចង់លេងច្រើនឡើយប៉ុន្តែអ្វីដែលសំខាន់គឺគាត់ចង់រៀនហែលទឹកជាមួយនឹងលោកគ្រូតែម្ដងកូនរបស់ខ្ញុំគាត់រៀនចូលម៉ោងទី3ឯងបងហើយចំពោះការប្រែប្រួលវិញដំបូងគឺគាត់ខ្លាចទឹកពេលដែលមុជអីចឹងតើតតោងម៉ាក់ប៉ាអីចឹងបងបន្ទាប់ពីបានរៀនមកគឺឃើញថាលោកគ្រូគាត់យកចិត្តទុកដាក់ហើយកូនខ្ញុំល្ពឹសហើយប៉ុន្តែលោកគ្រូគាត់នៅតែព្យាយាមមួយតាមគាត់ចឹងហើយឃើញថាគាត់អាចហែលទឹកអីខ្លួនឯងគាត់មិនចាំត្រូវការតោងម៉ាក់ប៉ាអីទេចំពោះបរិយាកាសវិញសម្រាប់ខ្ញុំជាអ្នកមកចាំកូនគឺអត់មានអារម្មណ៍ថាធន់ទេគឺថាដូចមកលំហែកអារម្មណ៍តែម្ដងហើយចំពោះអាងហែកទឹកវិញគឺទឹកថ្លាល្អហើយទីធ្លាគឺធំទលាយងាយស្រួលហូបមែនតើដោយសារនៅកណ្ដាលក្រុងទូកកតែម្ដងហើយចំណតឡាននេះគឺធំទលាយងាយស្រួលនិយាយទៅស្រួលមកចប់ហើយខ្ញុំពេញចិត្តបន្ទាប់ពីបានស្ដាប់នៅចំណាប់អារម្មណ៍របស់អាណាព្យាបាលសិស្សហើយអញ្ចឹងអញ្ជើញបងប្អូនទាំងអស់គ្នាទស្សនានៅវិធីសាស្ត្រមួយចំនួននិង feedback មួយចំនួនដែលយើងបានផ្ដល់ជូននៅអាណាព្យាបាលបន្ទាប់ពីយើងរៀនកូនសិស្សចប់ផងដែរសួស្ដីបងអញ្ចឹងកូនបងថ្ងៃហ្នឹងគាត់រៀនអំពី10ម៉ោងបាទហើយចំណុចដែលគាត់ចាប់បានគាត់អាចហ៊ានចុះទឹកអត់ខ្លាចដូចមុនទេគាត់គ្រាន់តែឥឡូវនេះគាត់ខ្លាចតិចតួចបាទបើធៀបជាមួយនឹងថ្ងៃមុនខុសគ្នាឆ្ងាយគឺខ្ញុំរៀនមិញនេះកូនបងពិបាកចាប់មករៀនបន្តិចដែរប៉ុន្តែខ្ញុំនឹងព្យាយាមបន្តទៀតឲ្យល្អជាងថ្ងៃនេះនិយាយជារួមទៅគឺខ្ញុំពេញចិត្តចំពោះការបរិញ្ញាបត្ររបស់លោកគ្រូនៅ Blue Dolphin Swimming Club ដោយសារគាត់យកចិត្តទុកដាក់ជាមួយនឹងកូនខ្ញុំមែនតើហើយគឺគាត់មានការអត់ធ្មត់ហើយគាត់មានបច្ចេកទេសនៅក្នុងការបរិញ្ញាបត្របើសិនជាអាណាព្យាបាលដតីដែលគាត់មានកូនទូចចាប់ពី3ឆ្នាំឡើងទៅគាត់ចាប់អារម្មណ៍ចង់ឲ្យកូនគាត់ចេះហែលទឹកគាត់អាចជ្រើសរើសBlue Dolphin Swimming Club បាន